ចឹងបងប្អូនជឿថាប្រយុទ្ធគ្នា4-5ថ្ងៃតបដែលសាក់ទុយអត់ស្លាប់ទេសាក់ធំបងប្អូនប្រហែលជាឆ្ងល់ថាឮពាក្យចាមរាមថាទាហានសៀនស្លាប់ច្រើនហេតុអីបានជាកសែតសៀមផ្សាយទេ4-10នាក់បងប្អូនតាមពិតបងប្អូនកលេចទៅមើលឋានៈតួនាទីគឺសិតទេថ្នាក់ឧត្តមសេនីយ៍និងវីរៈសេនីយ៍បងប្អូនមានន័យថាសិតទេសាក់ធំបងប្អូនអញ្ចឹងបងប្អូនជឿថាប្រយុទ្ធគ្នា4-5ថ្ងៃតបដែលសាក់ទុយអត់ស្លាប់ទេសាក់ធំបងប្អូនដោយសារតែវាចាប់ទុកកូនចៅវាអត់ផ្ដល់តម្លៃឲ្យទាហានវាដែលមានធរណសាក់តូចទេបងប្អូនគឺវាផ្ដល់តម្លៃឲ្យតែពួកមេតបវាថាពួកមេតបហ្នឹងសិតតែពួកចំណិតជាមួយរាជវាំងពួកចំណិតជាមួយស្ដេចចឹងទៅបងប្អូនហើយពួកកូនចៅវាងាប់ដូចខ្មោចឆ្កែហ្នឹងបងប្អូនងាប់រាយប៉ាយដូចខ្មោចឆ្កែខ្មោចសត្វចឹងឯងគឺវាអត់ខ្វល់ទេវាខ្វល់ទៅរឿងពួកមេតបវាដែលបជាតបពួកដែលកាន់កងតបច្រើនអីចឹងទៅស្លាប់ទៅបានវាផុសអំពីព័ត៌មានចេះទៅតាមពិតពួកទាហានសៀមគឺស្លាប់ច្រើនណាស់ប៉ុន្តែវាមិនឲ្យតម្លៃលើកូនទាហានរបស់វាអត់ដូចខ្មែរយើងទេខ្មែរយើងគឺឲ្យតម្លៃស្មើគ្នាជីវិតមួយណាគឺឲ្យតម្លៃស្មើគ្នាបើពួកវាអត់ទេវាឲ្យតម្លៃតែពួកស្និទ្ធជាមួយរាជវាំងស្និទ្ធជាមួយស្ដេចវាស្និទ្ធជាមួយស្អីទេប៉ុន្តែចំពោះកូនទាហានគឺវាមិនឲ្យតម្លៃទេបងប្អូនឃើញវារុលមកដូចសម្ោកចូលក្នុងភ្លើងអញ្ចឹងឯងបងប្អូនងាប់ប្រមាណស្លាប់ប្រមាណក៏វាអត់ខ្វល់ដែរបងប្អូនសំខាន់គឺវារុលមកអញ្ចឹងទៅបងប្អូនគឺវាអត់ខ្វល់វាមិនឲ្យតម្លៃលើកូនទាហានរបស់វាមិនឲ្យតម្លៃអាយុជីវិតកូនទាហានរបស់វាទេអញ្ចឹងបងប្អូនមិនបាច់ឆ្ងល់ទេថាហេតុអីបានកសែតធំរបស់សៀមផុសតែ4-10នាក់ដោយសារ4-10នាក់ហ្នឹងសិតតែមេតបបងប្អូនសិតតែថ្នាក់ឧត្តមសេនីយ៍និងវីរៈសេនីយ៍ហើយចំពោះកូនធានគឺវាលាក់ព័ត៌មានមិនផុសមិនអីទេបងប្អូន